បុរសវ័យក្មេងម្នាក់បានរកឃើញដោយចៃដន្យដាវច្រេះមួយកប់នៅក្នុងជញ្ជាំងដោយការចង់ដឹងចង់ឃើញគាត់គ្រាន់តែប៉ះដាវថ្នមក្បាច់គុណដ៏អស្ចារ្យរបស់ហៃឡាងបានហូរចូលក្នុងខ្លួនគាត់ភ្លាមត្រឹមតែមួយផ្លេតបុរសវ័យក្មេងម្នាក់បានប្រែក្លាយពីមនុស្សធម្មតាទៅជាអ្នកខ្លាំងពូកែបុរសវ័យក្មេងដែលបានហ្វឹកហាត់ជំនាញដ៏អស្ចារ្យបានចេញដំណើរភ្លាមដើម្បីផ្សងព្រេងក្នុងពិភពលោកអ្នកណាដឹងថាពេលចូលទៅដល់ផ្ទះសំណាក់ភ្លាមគាត់អង្គុយផឹកតែសម្រាប់បានជួបបុរសខ្លាំងជាច្រើនអ្នកកំពុងសម្លឹកក្មេងស្រីទន់ខ្សោយម្នាក់នៅទីសាធារណៈគាត់មិនអាចឈរមើលអ្នកដទៃត្រូវគេសម្លឹកបានទេគាត់ក៏ចេញមុខជួយភ្លាមគ្រាន់តែក្រវីកាំបិតកាប់ជ្រូកក្នុងដៃខ្យល់ដាវដ៏ខ្លាំងបានបោកបក់ពេញកន្លែងកើតហេតុភ្លាមបានដោះស្រាយឃាតករដាវទាំងអស់ដែលដេញតាមភ្លាមបន្ទាប់ពីក្មេងស្រីភ្ញាក់ពីដំណេកគាត់ប្រញាប់សួរអំពីការសម្លាប់អ្នកកាន់ដាវប៉ុន្តែគាត់គ្រាន់តែកុហកថាគាត់កាប់ជ្រូកនៅលើភ្នំអស់រយៈពេល10ឆ្នាំបានហ្វឹកហាត់ជើងយ៉ាងលឿនទាញយកប្រយោជន៍ពីភាពកកពីមុនបានរត់គេចខ្លួនដោយសំណាងដោយសែងក្មេងស្រីនោះដោយផ្អែកលើគោលការណ៍នៃការជួយមនុស្សដល់ទីបញ្ចប់បុរសវ័យក្មេងបានសែងក្មេងស្រីត្រឡប់ទៅផ្ទះវិញតពេលឪពុកម្ដាយដឹងថាបុរសវ័យក្មេងជាអ្នកជួយសង្គ្រោះក្មេងស្រីបានសម្ដែងការដឹងគុណចំពោះការសង្គ្រោះជីវិតភ្លាមហើយឲ្យនាងស្នាក់នៅផ្ទះពី3ថ្ងៃទៀតក្រោយមកនៅពេលបុរសវ័យក្មេងដើរលេងនៅសាលាគុណលោកគាត់បានឃើញសិស្សលោកជាច្រើនអ្នកឆ្លាស់វេនគ្នាសិលាចារឹកពីតានធីនមេនសិលាចារឹកធីនមេននៅដដែលតាំងពីដើមដល់ចប់សិលាចារឹកធីនមេននេះត្រូវបានធ្វើឡើងពីអាចកាយពីលំខាងក្រៅរឹងមាំគ្មានគូប្រៀបក្បាច់គុណធម្មតាមិនអាចរំកិលវាបានឡើយទោះជាអ្នកលេងកាំបិតដែលជាប់ចំណាត់ថ្នាក់លេខ1ក្នុងបញ្ជីទាំង5ក៏ដោយអាចទុកស្នាមកាំបិតរាក់1អ៊ីងនៅខាងក្រោយប៉ុណ្ណោះក្មេងប្រុសនោះចង់សាកល្បងជំនាញកាំបិតរបស់ខ្លួនដោយគ្រាន់តែប្រើកាំបិត1/3នៃកម្លាំងរបស់ខ្លួនគាត់បានកាត់កាំបិតដ៏ខ្លាំងក្លាដែលអាចបំផ្លាញផែនដីដោយផ្ទាល់បានកាត់សិលាចារឹកធីនមេនដ៏រឹងមាំនៅកណ្ដាលដោយភាពរលូនបន្ទាប់ពីបានឃើញស្នាមកាំបិតដែលខ្លួនបានកាត់រួចក្មេងប្រុសនោះបានត្រឡប់ទៅបន្ទប់វិញដោយពេញចិត្តបន្ទាប់មកលោកស្រីលោយកប្រាក់មួយចំនួននិងសម្លៀកបំពាក់ថ្មីមកឲ្យហើយណែនាំក្មេងប្រុសឲ្យមើលថែខ្លួនឲ្យបានល្អនៅថ្ងៃអនាគតក្មេងប្រុសមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីគាត់ល្អចំពោះខ្លួនបែបនេះហើយបានដកដង្ហើមធំដោយមិនដឹងខ្លួនថាតើល្អប៉ុណ្ណាទៅប្រសិនបើគាត់ជាម្ដាយរបស់ខ្លួនលោកស្រីលោបានបង្ហាញអារម្មណ៍ចម្រុះភ្លាមហើយហៀបនឹងស្គាល់ក្មេងប្រុសនៅនឹងកន្លែងសម្លេងទ្វារដ៏ធំមួយបានបន្លឺឡើងយ៉ាងខ្លាំងស្រាប់តែរំខានអ្វីទាំងអស់វាបានคล้ายជាការដែលគ្រូសាកែវកំពុងមកគំរាមកំហែងនិងបង្កបញ្ហាលោកស្រីលោដឹងថាគ្រោះមហន្តរាយជិតមកដល់ហើយគាត់ប្រញាប់ឲ្យក្មេងប្រុសនោះរត់គេចខ្លួនតាមរបងខាងក្រៅយ៉ាងស្ងៀមស្ងាត់ប៉ុន្តែក្មេងប្រុសនោះមិនចង់រត់គេចខ្លួនតែម្នាក់ឯងទេដើម្បីតបស្នងសងគុណចំពោះសេចក្តីសប្បុរសរបស់លោកស្រីលោគាត់បានបញ្ញាចិត្តនៅទីនេះដើម្បីឆ្លងកាត់ការលំបាកជាមួយគ្នាប្រធានគ្រូសាកែវយងវីបានដាក់ច្បាប់នៅចំពោះមុខមនុស្សជាច្រើនបើត្រកូលលូអាចឈ្នះកូនប្រុសរបស់គេគឺកៅឆាងឡានត្រកូលកៅនឹងដកខ្លួនចេញភ្លាមបើត្រកូលលូចាញ់ត្រូវដកក្បាច់គុណចោលទាំងអស់គ្នាហើយរំកិលខ្លួនចេញពីតំបន់ជុំជើឲ្យអស់ពីលទ្ធភាពចំពោះការអាម៉ាស់ជាបន្តបន្ទាប់របស់ត្រកូលកៅដើម្បីការពារមុខមាត់ត្រកូលលូត្រូវតែប្រឈមមុខនឹងគូប្រកួតដោយបង្ខំចិត្តបងប្រុសទី2ដែលចេញប្រយុទ្ធមុនគេក្បាច់គុណមិនខ្សោយទេប៉ុន្តែមិនមែនជាគូប្រជែងរបស់កៅឆាងឡានទេកាប់ដាវយឺតពេកចលនាមួយសុទ្ធតែទទួលការវាយប្រហារកៅឆាងឡានសម្ដែងការចំអកថាដោយកាប់ជ្រូកក្បាច់ដាវកំ pl ែងត្រកូលលូធ្លាក់ខ្លួនដល់ថ្នាក់ត្រូវពឹងអ្នកកាប់ជ្រូកឲ្យមកជួយលូជិនសានប្រញាប់បំបត្តិទំនាក់ទំនងដោយនិយាយថាគ្រាន់តែជាអ្នកកាប់ជ្រូកមិនអាចជាសិស្សរបស់ត្រកូលលូបានទេកៅឆាងឡានដ៏ឆ្លៀសវៃចេញកំហុសជើងឆ្វេងដោយចេតនាដើម្បីលំចេះពីថាមួយថ្ងៃក៏លេខជុំវិញខ្លួនលើតែពាក្យថាធាត់ការសម្រក់អង្ការស្គងការបានរៀងស្អាតទាំងគេកែណោតាមមកក្តាប់ទេចង្កេះឯងវិញមិនដឹងថានៅណាទេធ្វើការក៏ងាយហត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនតើធុញទ្រាន់នឹងការបាត់បង់នៅទំនុកចិត្តចំពោះខ្លួនឯងស្អីអីក៏មិនស្អាតស្អីអីក៏មិនសមសំខាន់ខំប្រឹងរកគ្រប់វិធីអស់ហើយក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អសោះតមហាផងហាត់ប្រាណផងខំប្រឹងញ៉ាំថ្នាំសម្រក់ផងក៏ប៉ុន្តែមិនទទួលបានលទ្ធផលញ៉ាំហើយកាន់តែអស់កម្លាំងលហិតលហើយធ្វើទុកធីងធងពិបាកក្នុងខ្លួនរៀករូបអួតចង្អោលជាដើមធ្វើឲ្យមានអារម្មណ៍ថាធុញមែនតើលេងចង់ញ៉ាំហើយឈប់សិនចង់បញ្ឈប់នៅបញ្ហាកាំងគីឡូបញ្ហាលើគីឡូលើខ្លាញ់មែនអត់បងអូនអាចសាក់ញ៉ាំជាមួយនឹងស្តាក់វីតាមីនកម្ពុជាសម្រក់ទម្ងន់យ៉ាសកាបាន50សែនស្រកលឿនសាហាវប្រេផ្សាយត្រឹមតែមួយគ្រាប់ដំបូងទេណានឹងចូលទៅដុតបំផ្លាញចិត្តខ្លាញ់ដែលកកស្ទះនៅតាមរាងកាយថាបងអូនមានបញ្ហាក្បាលពោះធំដើមដៃកពួនជើងធំបញ្ហាបឿកញ៉ាំអីក៏មិនស្រកពិបាកក្នុងការតមហាខ្ជិលហាត់ប្រាណតែចង់មករៀងស្លឹមស្អាតញ៉ាំជាមួយនឹងយ៉ាសកា Body Shape បានធានាជូនតែម្ដងជាតិខ្លាញ់ជាតិពុលទាំងអស់ត្រូវបានដុតបំផ្លាញគ្មានសល់ទេជាពិសេសជាតិខ្លាញ់ត្រូវបានដុតបំផ្លាញហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសទៀតផងធ្វើឲ្យការស្រកគីឡូស្រួលខ្លួនមែនតើកាន់តែល្អថែមទៀតសម្រាប់បងអូនដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងអាហារផ្អែមអាហារខ្លាញ់ដែលជារោគសញ្ញានៃការបង្កកើតមានបញ្ហាធំនិងបញ្ហាជំងឺផ្សេងគឺវាជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចក៏ប៉ុន្តែអាចឆ្អែតបានយូរម៉ោងសម្រួលដល់បញ្ហាកាពះពោះវៀនសកា Body Shape ជួយឲ្យការស្រកគីឡូរបស់បងដល់គោលដៅតែម្ដងចង់ស្រកប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅឲ្យបានច្បាស់មកព្រោះយ៉ាសកា Body Shape ស្រកលឿនសាហាវមែនតើត្រឹមតែមួយប្រអប់ដំបូងទេណាស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងបងប្រុសទី2ឲ្យចាប់ដើមវាយប្រហារមុនបងប្រុសច្បងគិតថាខ្លួនមើលឃើញចំណុចខ្សោយរបស់គូប្រកួតបញ្ជាឲ្យបងប្រុសទី2របបជើងឆ្វេងរបស់គូប្រកួតយ៉ាងខ្លាំងក្មេងប្រុសទ្រាំមើលមនុស្សគ្រប់គ្នាលងក្នុងអន្ទាក់លេងបានក៏និយាយដោយប្រយោលរំលឹកថាខ្លួនឯងកាប់ជ្រូក10កាំបិតជាប់គ្នាបើកដៃនឹងត្រូវដកចេញត្រូវតែដាស់តឿនអ្នកដែលមានវត្តមានទាំងអស់គិតថាក្មេងប្រុសកំសាកខ្លាចរហូតដល់ដៃទន់ជ្រាយមានតែបងស្រីទេដែលពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់ក្មេងប្រុសហើយនាងក៏ភ្ញាក់ខ្លួនភ្លាមប្អូនប្រុសកំពុងតែប្រាប់ថាចំណុចខ្សោយរបស់កៅឆាងឡានមិនមែននៅជើងឆ្វេងទេអាចកំបាំងពិតប្រាកដនៃចលនាចៅគឺនៅកែងដៃស្ដាំប៉ុន្តែបងប្រុសទី2ជឿជាក់លើបងប្រុសច្បងពេកហើយទូចវាជើងឆ្វេងរបស់កៅឆាងឡានទីបំផុតក៏ចូលក្នុងអន្ទាក់ដែលគេរៀបចំយ៉ាងល្អបន្ទាប់មកកៅឆាងឡានទាត់បងប្រុសទី2យ៉ាងខ្លាំងខ្ទាតចេញបងប្រុសច្បងនៅតែមិនព្រមភ្ញាក់ខ្លួន
ដោយជឿថាការបរាជ័យរបស់ប្អូនប្រុសទី2គឺដោយសារតែកម្លាំងមិនគ្រប់គ្រាន់បន្ទាប់មកក៏ឡើងសង្វៀនផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែងនឹងកៅឆាងឡានជាលទ្ធផលគេបានចាញ់យ៉ាងងាយដោយភាគីម្ខាងទៀតក្នុងរយៈពេល2-3ផ្លែបងស្រីប្រញាប់ដាស់តឿនបងប្រុសច្បងថារងចាំរហូតដល់កៅឆាងឡានកាប់បាន3ដាវហើយដាវចាប់ផ្ដើមញ័របន្ទាប់មកវាប្រហារកែងដៃស្ដាំនោះនឹងអាចបង្វែរស្ថានភាពបានបងប្រុសច្បងលែងមានជំរឿទៀតហើយដូច្នេះគាត់គ្មានអ្វីក្រៅពីស្ដាប់ការណែនាំដោយគ្មានទំនុកចិត្តពេលដែលកៅឆាងឡានកាប់បាន3ដាវភ្លាមគាត់បានលោតចេញទៅវាយកែងដៃស្ដាំរបស់គូប្រកួតយ៉ាងធ្ងន់ធ្ងរមិននឹកស្មានថាបានជោគជ័យក្នុងការបង្វែរស្ថានភាពឲ្យល្អប្រសើរវិញមែនគ្រូសាលូទាំងមូលចាប់ផ្ដើមហូរកញ្ជ្រៀវមានតែបងស្រីប៉ុណ្ណោះដែលមានការសង្ស័យពេញក្នុងចិត្តប្អូនប្រុសរបស់គាត់កើតមកគ្មានឌីអានធានហើយមិនអាចហ្វឹកហាត់ក្បាច់គុនបានទេហេតុអ្វីបានជាគាត់អាចមានការយល់ដឹងអំពីក្បាច់គុនបែបនេះប៉ុន្តែមុននឹងអ្នករាល់គ្នាអាចគិតរកហេតុផលបានកៅយ៉ងវៃបានហោះឡើងហើយចុះមកលើសង្វៀនភ្លាមលូចិនសានខឹងសម្បាភ្លាមចំពោះទង្វើដែលយកប្រៀបអ្នកទុនខ្សោយរបស់គាត់តើគាត់មិនខ្លាចគេសាច់ចំអកពេញពិភពគុនទេឬកៅយ៉ងវៃមិនខ្វល់អ្វីទាំងអស់ដោយនិយាយថាអ្នកឈ្នះជាសាច់អ្នកចាញ់ជាទីសាគឺជាការពិតដ៏ឃោរឃៅអ្នកចាញ់គ្មានសិទ្ធិនិយាយទេទើបតែនិយាយចប់គ្រាន់តែមួយចលនាបានទាត់បងធំឲ្យហោះធ្លាក់រងរបួសធ្ងន់លោកលូយ៉ិនសិនមិនអាចទ្រាំទ្របានទៀតទេចេញមុខដោយផ្ទាល់ប្រកួតជាមួយហ្គេវយ៉ងវៃដោយផ្ទាល់ប៉ុន្តែពេលនេះហ្គេវយ៉ងវៃមានកម្លាំងកើនឡើងយ៉ាងខ្លាំងកាន់កាប់តំណែងកម្ពុជានៃកម្ពុជាបន្ទាប់ពីការប្រកួត2-3ជុំខ្លីលោកលូយ៉ិនសិនចាញ់នឹងដួលរលំក្រុមគ្រួសារហ្គេវសាច់ចំអកដោយអចេតនាចំអកឲ្យគ្រួសារលើថាខ្សោយមិនអាចប្រកួតប្រជែងបានស្រែកឲ្យសមាជិកគ្រួសារលោកទាំងអស់ចេញមកជាមួយគ្នាដើម្បីកុំឲ្យខ្ជិះខ្ជាយពេលវេលាបងស្រីដឹងច្បាស់ថាគាត់មិនមែនជាគូប្រកួតទេប៉ុន្តែដើម្បីការពារគេដំណើររាប់សិបវត្តនៃសាលាក្បាច់គុនលោកគាត់បានក្រោកឈរឡើងដោយមើងម៉ាត់ហ្គេវយ៉ងវៃបានវាយប្រហារយ៉ាងសាហាវនិងដាច់ខាតក្នុងរយៈពេល2-3ចលនាបងស្រីត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរដើម្បីធ្វើឲ្យគាត់អាម៉ាស់មុខដោយចេតនាហ្គេវខេងឡែនបានបង្ខំឲ្យបងស្រីធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ក៏មិនចោះចូលនឹងគ្រួសារហ្គេវដែរហ្គេវយ៉ងវៃខឹងនៅពេលគាត់ឃើញដូច្នេះវាប្រហារភ្លាមដើម្បីសម្លាប់នៅពេលដែលបងស្រីជិតស្លាប់នៅនឹងកន្លែងបង្ហាញការស្ទាក់ស្ទើរក្នុងការចាក់ចេញដោយទុកការសោកស្ដាយពេញមួយជីវិតយកខ្សែកមកទទួលស្គាល់កូនប្រុសរបស់គាត់នៅនឹងកន្លែងបាននិយាយដោយស្មោះត្រង់ថាអាចឃើញនៅមុនពេលស្លាប់ក្នុងជីវិតនេះគាត់មានចិត្តពេញចិត្តហើយការសងសឹកទាំងអស់របស់គ្រួសារលោកគ្មានអ្វីតាក់ទងនឹងគាត់ទេគ្រាន់តែសង្ឃឹមថាគាត់អាចគេចចេញពីចំនួនហើយរស់នៅដោយសុខសាន្តកំឡុងអ្នកកំពុងមានអារម្មណ៍ច្របូកច្របល់ក្នុងចិត្តពោពេញទៅដោយអារម្មណ៍ចម្រុះខណៈដែលហ្គេវយ៉ងវៃលើកដាវចង់កាត់ក្នុងគ្រាដ៏សំខាន់ដែលបងស្រីកំពុងប្រឈមមុខនឹងសេចក្តីស្លាប់នឹកស្មានមិនដល់ថាទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានលេចឡើងចេះពីថាមួយថ្ងៃក៏លេខជុំវិញខ្លួនលឺតែពាក្យថាធាត់ការសម្រកអង្ការស្គមការបានរៀងស្អាតទាំងគេគេណោតាមមកក្តាប់ទេចង្កេះឯងវិញមិនដឹងថានៅណាទេធ្វើការក៏ងាយហត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនតើធុញទ្រាន់នឹងការបាត់បង់នៅទំនុកចិត្តចំពោះខ្លួនឯងស្រីអីក៏មិនស្អាតស្រីអីក៏មិនសមសំខាន់ខំប្រឹងរកគ្រប់វិធីអស់ហើយក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អសោះតមហាផងហាត់ប្រាណផងខំប្រឹងញ៉ាំថ្នាំសម្រកផងក៏ប៉ុន្តែមិនទទួលបានលទ្ធផលញ៉ាំហើយកាន់តែអស់កម្លាំងលហិតលហើយធ្វើទុកធីងធងពិបាកក្នុងខ្លួនរៀករូបអួតចង្អោរជាដើមធ្វើឲ្យមានអារម្មណ៍ថាធុញមែនតើលេងចង់ញ៉ាំហើយសិនចង់បញ្ឈប់នៅបញ្ហាកាំងគីឡូបញ្ហាលើគីឡូលើខ្លាញ់មែនអត់បងអូនអាចសាក់ញ៉ាំជាមួយនឹងស្តាក់វីតាមីនកម្ពុជាសម្រក់ទម្ងន់យ៉ាសកាបាន50សែនស្រកលឿនសាហាវប្រៃផ្សាយត្រឹមតែមួយគ្រាប់ដំបងទេណានឹងចូលទៅដុតបំផ្លាញចិត្តខ្លាញ់ដែលកកស្ទះនៅតាមរាងកាយថាបងអូនមានបញ្ហាក្បាលពោះធំដើមដៃកពួនជើងធំបញ្ហាបឿកញ៉ាំអីក៏មិនស្រកពិបាកក្នុងការតមហាខ្ជិលហាត់ប្រាតែចង់មករៀងស្លឹមស្អាតញ៉ាំជាមួយនឹងយ៉ាសកា Body Shape បានធានាជូនតែម្ដងចិត្តខ្លាញ់ចិត្តពោលទាំងអស់ត្រូវបានដុតបំផ្លាញគ្មានសល់ទេជាពិសេសចិត្តខ្លាញ់ត្រូវបានដុតបំផ្លាញហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសទៀតផងធ្វើឲ្យការស្រកគីឡូស្រួលខ្លួនមែនតើកាន់តែល្អថែមទៀតសម្រាប់បងអូនដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងអាហារផ្អែមអាហារខ្លាញ់ដែលជារោគសញ្ញានៃការបង្កកើតមាននៅបញ្ហាធំនិងបញ្ហាជំងឺផ្សេងគឺវាជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចក៏ប៉ុន្តែអាចឆ្អែតបានយូរម៉ោងសម្រួលដល់បញ្ហាកាពះពោះវៀនយ៉ាសកា Body Shape ជួយឲ្យការស្រកគីឡូរបស់បងដល់គោលដៅតែម្ដងចង់ស្រកប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅឲ្យបានច្បាស់មកព្រោះយ៉ាសកា Body Shape ស្រកលឿនសាហាវមែនតើត្រឹមតែមួយប្រអប់ដំបងទេណាស្រកពី3 ទៅ 8 គីឡូស៊ីផុយតែម្ដង